សួស្តីបងប្អូនទាំងអស់គ្នានេះគឺជា Samsung Galaxy S7Edge ទូរស័ព្ទនេះមិនមែនជាទូរស័ព្ទ Samsung ទី1របស់ខ្ញុំទេប៉ុន្តែវាជាទូរស័ព្ទទី1ដែលខ្ញុំគិតថាជាអនុស្សាវរីយ៍មួយដ៏ល្អខ្លាំងមែនទែនសម្រាប់ខ្ញុំផ្ទាល់តែម្ដងនេះមិនមែនជាវីដេអូមើលឡើងវិញទេវាគ្រាន់តែជាទូរស័ព្ទស៊េរីចាស់មួយដែលមិនស័ក្តិសមនៅក្នុងការប្រើប្រាស់2025នេះទេអ្នកនរគ្នាបាទប៉ុន្តែវាមានចំណុចមួយចំនួនដែលខ្ញុំគិតថាវាស្អាតវាល្អមែនទែនបើសិនជាយើងឆ្លុះប្រចាំងទៅកាន់អតីតកាលនៅពេលដែលវាចេញដំបូងចំណុចទី1ទូរស័ព្ទនេះមានអេក្រង់ពិតជាស្អាតខ្លាំងមែនទែនអ្នកនរគ្នាបាទយើងដឹងហើយថានៅពេលដែលយើងចាប់កាន់ទូរស័ព្ទនេះដំបូងខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាគឺប្រកាសជាមានអារម្មណ៍រំភើបដូចខ្ញុំបានកាន់ដំបូងអញ្ចឹងគឺអេក្រង់វាគឺកោងស្អាតខ្លាំងមែនទែនកាលពីជំនាន់ហ្នឹងអត់មានទូរស័ព្ទណាដែលមានអេក្រង់កោងស្អាតដូចជា Samsung S7Edge នេះទៀតទេទី1គឺវាមិនត្រឹមតែកោងធម្មតាដូចទៅនឹងទូរស័ព្ទដទៃទេវាកោងមានលក្ខណៈកោងរាងខ្លាំងបាក់ខ្លាំងហើយមួយទៀតគឺតកតងទៅនឹងកែមទាំង4សងខាងវាហ្នឹងយើងឃើញថាវាកោងទាំងអស់ផងដែរបាទអញ្ចឹងនៅពេលដែលយើងមើលពីមុខឬក៏មើលពីចំហៀងទៅយើងមានអារម្មណ៍ថាទូរស័ព្ទនេះហាក់ដូចជាដំណក់ទឹកមួយដែលវាដែតអញ្ចឹងអ្នកនរគ្នាបាទយើងមើលទៅគឺវាស្អាតខ្លាំងមែនទែនអ្នកនរគ្នាបាទវាដូចជារបស់អីមួយដូចជាក្របកកោះអីអញ្ចឹងដែលយើងកំពុងត្រាក់លើតុអញ្ចឹងអ្នកនរគ្នាបាទមានអារម្មណ៍ថាSamsung គឺប៉ិន design ខ្លាំងបំផុតកាលពីជំនាន់ហ្នឹងអ្នកគ្នាបាទយើងមើលទៅគឺអត់សាំទេរហូតមកដល់ឆ្នាំ2025នេះទូរស័ព្ទនេះនៅតែស្អាតនៅតែមើលទៅហាក់ដូចជាទូរស័ព្ទទំនើបមួយអញ្ចឹងអ្នកគ្នាបាទទំនើបយល់រួមទៅដូចសម័យកាលឆ្នាំ2025នេះអញ្ចឹងណាប៉ុន្តែគាត់ថាវាចាក់ស្ដែងវាពិបាកនៅក្នុងការប្រើប្រាស់ហើយអញ្ចឹងចំណុចអេក្រង់នេះគឺជាចំណុចមួយធំបំផុតហើយនៅក្នុងចំណោមចំណុចទាំងអស់ដែលខ្ញុំគិតថាខ្ញុំលន់មកថាវ៉ាវខ្លាំងមែនទែននៅពេលដែលខ្ញុំបានកាន់ដំបូងបាទទូរស័ព្ទនេះគឺស្អាតខ្លាំងជាងគេគឺពីមុខនឹងឯងបាទនិយាយរួមទៅកាលហ្នឹងគឺ Samsung Galaxy S3 S4 អីហ្នឹងពេលដែលចេញ S4 មកគឺខ្ញុំពិតជាស្រឡាញ់ខ្លាំងមែនទែនហើយខ្ញុំក៏អត់តាន់បានទិញ S4 ប្រើដែរអ្នកគ្នាបាទព្រោះកាលហ្នឹងវានៅរឹងថ្លៃទូរស័ព្ទដែលខ្ញុំទិញ S7Edge នេះមកគឺជាទូរស័ព្ទមួយដែលខ្ញុំមើលឃើញថាវាស្អាតខ្លាំងបំផុតហើយគឺទៅលើអេក្រង់ហ្នឹងបាទវាអែមជាង iPhone ឆ្ងាយខ្លាំងបាទយើងថា iPhone ទៅវាអេក្រង់កែមស្ដើងអីចឹងណាតែអានេះវាកោងបាក់ស្អាតតែម្ដងហ្នឹងឯងអូខេអញ្ចឹងចំពោះចំណុចទី2គឺទៅលើខ្នងខាងក្រោយអ្នកគ្នាឃើញថាខ្នងខាងក្រោយរបស់ S7Edge នេះបើទោះបីជាមកដល់ពេលបច្ចុប្បន្នក៏វានៅតែមានសភាពហាប់ណែនមាំគឺវាអត់ធ្វើការលបកឬក៏ហើបខ្នងក្រោយអីទេអ្នកគ្នាអញ្ចឹងវាពិតជាមាំធន់មែនទែនហើយចំណុចទី3អ្នកគ្នាបាទគឺទៅលើការពារជំរាបទឹកអញ្ចឹងទូរស័ព្ទនេះគឺកើតមកជាមួយនឹងអាវក្រោះ IP68 ពេញលេញអ្នកគ្នាបាទកាលហ្នឹងគឺ S7Edge នេះគឺពិតជាលយខ្លាំងមែនទែនដែលវាអាចត្រាំទឹកបានថតនៅក្នុងទឹកក៏បានដែរបាទនិយាយរួមទៅគឺអត់ចូលទឹកតែម្ដងបាទវាពិតជាសាហាវអ្នកគ្នាកាលពីជំនាន់ហ្នឹងមកដល់ពេលបច្ចុប្បន្នទូរស័ព្ទស៊េរីថ្មីខ្លះក៏មានការថោះថ្លៃដែរជាមួយនឹងការពារជំរាបទឹកហ្នឹងដោយសារតែបច្ចេកវិទ្យាកាន់តែទំនើបខ្លាំងទៅហើយគេក៏អាចនឹងកាត់បន្ថយទៅលើចំណុចនឹងខ្លះដែរហ្នឹងអញ្ចឹងយើងដឹងហើយថាទូរស័ព្ទស៊េរីឥឡូវគឺគេព្យាយាមធ្វើឲ្យវាខ្លាំងឲ្យវាកាន់ថ្មជាងមុនឲ្យវាទំនើបជាងមុនអីចឹងទៅបាទអញ្ចឹង S7Edge នេះគឺជាបច្ចេកវិទ្យាមួយដែលវាពិតជាល្អកាលពីជំនាន់ហ្នឹងហើយទូរស័ព្ទផ្សេងគឺអត់មានទូរស័ព្ទណាដែលបច្ចេកមួយវាបានទេហ្នឹងហើយនិយាយរួមទៅគឺវាធ្វើការបានល្អជាងគេអាចនិយាយថាអញ្ចឹងអ្នកនរគ្នាបាទព្រោះស៊េរីហ្នឹងខ្ញុំបានមើលវីដេអូបរទេសក៏ច្រើនដែរហើយទូរស័ព្ទខ្ញុំផ្ទាល់ក៏ខ្ញុំបានលេងនៅក្នុងទឹកដែរបាទវាអត់មានបញ្ហាទេចំពោះចំណុចទី4គឺទៅលើការ design material ប៉ុនវាហ្នឹងយើងឃើញថាវាពិតជាហាប់ណែនមាំខ្លាំងមែនតើអ្នកនរគ្នាបាទអញ្ចឹងកែមជុំវិញវានេះគឺគេប្រើប្រាស់ជាប្រភេទអាលុយមីញ៉ូមអ្នកនរគ្នាអញ្ចឹងអាលុយមីញ៉ូមនេះគឺវាមានសភាពម៉ត់ហើយវាក៏អត់ងាយឆ្កូតអីងាយដែរបាទវាធន់មែនតើជាពិសេសគឺវាក៏មានសភាពរឹងមាំនៅពេលដែលប្រើប្រាស់យូរឆ្នាំក៏ដោយក៏យើងឃើញថាការបៀលកញ្ចក់ជាមួយនឹងខ្នងខាងក្រោយឲ្យស៊ីគ្នានៅជាមួយនឹងស៊ុំជុំវិញហ្នឹងបាទមានអារម្មណ៍ថាវាសឹបចូលគ្នាណែនតែម្ដងវាអត់មានការហើបការអីទេបាទហើយក៏យើងមើលទៅគឺវាស្អាតណាស់អ្នកគ្នាបាទវាអត់មានថាកន្លែងណាមួយដែលយើងមើលទៅឃើញវាអន់បាទអញ្ចឹងអានេះជា
អនុស្សាវរីយ៍មួយដែលខ្ញុំពិតជារសារខ្លាំងមែនទែនទៅលើ Samsung S7Edge ចំណែកឯចំណុចទី5គឺទៅលើកម្រិតនៃភាពច្បាស់នៃអេក្រង់នេះយើងដឹងហើយថានេះគឺជាទូរស័ព្ទដែលមាន Always on display ស្អាតមែនទែនអ្នកនរគ្នាបាទអញ្ចឹង Always on display នេះគឺវាកើតមានចាប់ពី S7Edge នេះមកយើងឃើញថាវាពេញលេញតែម្ដងហើយមួយទៀតគឺវាធ្វើការបានល្អជាមួយនឹង Always on display ហ្នឹងវាមានការស៊ីថ្មខ្លាំងឬក៏ទុកចោលទៅវាអាចមានបញ្ហា error ណាមួយខូចអេក្រង់ខូចអីទេបាទ Always on display នៅលើ S7Edge នេះអាចចាប់ទុកបានថាជាការធ្វើមកដំបូងប៉ុន្តែវាល្អខ្លាំងណាស់គ្នាបាទរហូតដល់ទូរស័ព្ទស៊េរីចុងក្រោយដូចជា iPhone ទើបតែមានឥឡូវដែរទេអ្នកគ្នាមកចាប់ពី14 Pro Max មកទេហ្នឹងហើយអញ្ចឹងនេះគឺជាចំណុចពិសេសមួយដែលខ្ញុំឃើញថាកាលហ្នឹងគឺវាលេចធ្លោខ្លាំងមែនទែនទៅលើ Always on display នេះហើយតាក់ទងទៅនឹងអេក្រង់របស់ S7Edge នេះគឺវាប្រើប្រាស់ជាប្រភេទ AMOLED ហើយវាក៏ច្បាស់ color ក៏ដិតស្រស់ខ្លាំងដែរបើសិនជាខ្ញុំយកវាមក compare ជាមួយនឹង S24 Ultra នៅពេលបច្ចុប្បន្នក៏យើងឃើញថាវានៅមានពណ៌ស្រស់ស្អាតស្តៀងគ្នាហ្នឹងហើយបើទោះបីជាចេញយូរឆ្នាំក៏ដោយចំពោះចំណុចទី7គឺទៅលើកាមេរ៉ាទូរស័ព្ទនេះកាលហ្នឹងគឺមានកាមេរ៉ាល្អខ្លាំងមែនទែនដែលដិតចាប់អារម្មណ៍ខ្ញុំទីមួយគឺវាថតមកមានលក្ខណៈដិតស្រស់ស្អាតអីចឹងណាហើយបើសិនជាយើងនិយាយអំពីថតទេសភាពវិញគឺពេញចិត្តតែម្ដងដោយសារតែវាឲ្យពណ៌មកគឺបែបលក្ខណៈខៀវអញ្ចឹងណាបាទអញ្ចឹងគឺយើងថតមកគួរឲ្យចង់មើលខ្លាំងមែនតើកាលពីជំនាន់ហ្នឹងមកដល់ពេលបច្ចុប្បន្នក៏វានៅតែមានកាមេរ៉ាសមរម្យដែលយើងអាចថតបានបាទវានៅតែច្បាស់អញ្ចឹង color វាឲ្យមកទាំងខៀវបន្តិចប៉ុន្តែស្អាតមកបែបអញ្ចឹងណាមិនហត់យើងកែពណ៌ច្រើនទេហើយមួយវិញទៀតគឺតកតងទៅនឹងដីបាទអញ្ចឹងធូលីដែលយើងមើលឃើញនៅក្នុងកាមេរ៉ានេះគឺវាអត់មានទេមានន័យថាកាមេរ៉ាវានេះគឺ clean មែនទែនគេធ្វើមកគឺហាប់ជាប់អត់មានធូលីអីមកជ្រៀតចូលបានទេបាទនេះជាភាពលេចធ្លោមួយដែរចំពោះចំណុចទី8គឺទៅលើការ scan ច្បាប់បេះដូងឯហ្នឹងយើងឃើញថាមុខងារនេះវាពិតជាពិសេសមែនទែនដែលយើងអាច scan ច្បាប់បេះដូងបានវាស់សម្ពាធឈាមបានវាស់ជាតិ stress បានអីចឹងណាហើយវាស់ជាតិទឹកវាស់ជាតិអីចឹងទៅប្រើហ្នឹងច្រើនសូម្បីតែម៉ាក់ប៉ាប៉ុណ្ណឹងក៏ប្រើច្រើនដែរទៅលើមុខងារហ្នឹងជាពិសេសគឺយើងវាស់ច្បាប់បេះដូងហ្នឹងតែម្ដងហ្នឹងហើយអូខេអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងឯងនេះគឺជាទូរស័ព្ទ Samsung មួយជាទូរស័ព្ទអនុស្សាវរីយ៍មួយដែលខ្ញុំមើលឃើញថាវាសឹងតែឥតខ្ចោះរោគlạiតោះគ្មានតាមពិតទៅលើโลกនេះគ្មានអ្វីដែលឥតខ្ចោះទេប៉ុន្តែនេះគឺជាទូរស័ព្ទមួយដែលខ្ញុំសឹងតែរោគlạiតោះគ្មានកាលពីជំនាន់ហ្នឹងវាសឹងថាមានជាកញ្ចប់មកលេចធ្លោជាងគេទាំងអស់ហើយក៏គ្មានការឆ្លោះធ្លោយទៅលើអ្វីមួយដែរបាទអានេះជាអ្វីដែលខ្ញុំមើលឃើញហ្នឹងហើយប៉ុន្តែវាមានរឿងមួយតែមិនតិចទេគឺទៅលើអេក្រង់វាហ្នឹងបើសិនជាយើងប្រៀបជាមួយនឹង iPhone វានឹងឆាប់ឡើងដាមជាង iPhone បន្តិចបាទនេះជាចំណុចមួយដែលវាខ្វះខាតតិចទេហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអ្នកគ្នាមិនមែនជាមើលឡើងវិញអីទេហើយទូរស័ព្ទនេះក៏បាក់ប្រើដែរនៅក្នុងឆ្នាំ2025នេះគ្រាន់តែជាវីដេអូមួយដែលខ្ញុំបានកាន់វានៅក្នុងឆ្នាំ2025នេះសារជាថ្មីម្ដងទៀតហើយខ្ញុំពិតជាស្រឡាញ់ពិតជាទៅសារនៅបច្ចេកវិទ្យា Samsung មានកាលពីជំនាន់នឹងខ្លាំងមែនទែនហើយយ៉ាខ្ញុំជួបអ្នកគ្នានៅវីដេអូក្រោយបាទសូមអរគុណ